ឆ្នាំ2027នេះគឺជាឱកាសធំមួយដែលបងប្អូនរាប់ពាន់នាក់អាចចូលរួមជាមួយនឹងគណៈបកកម្លាំងជាតិដើម្បីចូលរួមរៀបចំភូមិឃុំរបស់បងប្អូននៅស្រុកចន្ទ្រានៅឃុំចន្ទ្រាបងប្អូនមើលឃើញចង់អភិវឌ្ឍនៅបងប្អូនត្រូវតែឈរជាបេក្ខជនហើយជឿថាបងប្អូនទៅឈរគណៈបកកណ្ដាលគ្មានទេណាឲ្យឱកាសបងប្អូនទេតែបងប្អូនមានឱកាសជាមួយគណៈបកកម្លាំងជាតិដើម្បីឈរជាបេក្ខជនប្រកួតប្រជែងហើយពេលដែលបងប្អូននេះខ្លាចជាមេឃុំខ្លាចជាជំទប់ខ្លាចជាក្រុមប្រឹក្សាបងប្អូនមានឱកាសនៅក្នុងការចូលរួមកសាងប្រទេសជាតិឆ្នាំ2027បងប្អូនណាចង់ខ្លាចជាតំណាងរាស្ត្របងប្អូនឈប់បេក្ខជនជាមួយគណៈបកកម្លាំងជាតិឆ្នាំ2029បងប្អូនណាចង់ឈរជាក្រុមប្រឹក្សាស្រុកបងប្អូនឈរជាមួយនឹងតារាងគណៈបកកម្លាំងជាតិហើយនេះបងប្អូនដែលជឿជាក់ឈរមួយគណៈបកកម្លាំងជាតិដោយសារឥឡូវបច្ចុប្បន្នបងប្អូនឃើញហើយក្រៅពីគណៈបកកំណាចមានតែគណៈបកកម្លាំងជាតិតែមួយគត់ដែលមានការគ្រប់គ្រងខ្លាំងដូចប៉ុណ្ណេះបើគណៈបកល្មមប្រមូលមនុស្សមកអត់បានទេណាបងប្អូនឲ្យមនុស្សយុវជនជាពិសេសយុវជនល្អប៉ុណ្ណេះនេះសិតតែមានសក្តានុពលប៉ុណ្ណេះអត់បានទេតែកម្លាំងជាតិអាចបានចង់ច្រើនជាងនឹងក៏បានដែរគ្រាន់តែលុយស្ទើតាមែនទេបងប្អូនស្ទើតាប៉ុន្តែយើងត្រូវតាមលទ្ធភាពបងប្អូនតិចទៀតយើងធ្វើតាមស្រុកទៀតបាទអញ្ចឹងយុវជនត្រូវណាលះបង់ផលប្រយោជន៍ព្រោះថាហើយបានយុវជនត្រូវចូលរួមនយោបាយយុវជនត្រូវតែលះបង់ផលប្រយោជន៍ទៅខ្លួនចូលរួមចំណែកលើកកម្ពស់អភិវឌ្ឍប្រទេសជាតិណាត្រូវលះបង់ផលប្រយោជន៍ណាមានតួនាទីដើម្បីបំពេញក្នុងសង្គមប្រជាធិបតេយ្យគឺផ្ដល់ឱកាសនេះនៅក្នុងសង្គមប្រជាធិបតេយ្យបងប្អូនគឺផ្ដល់ឱកាសដល់សេរីភាពនិងឱកាសយ៉ាងទូលាយដល់យុវជនមានន័យថាយុវជននៅក្នុងសង្គមប្រជាធិបតេយ្យមានឱកាសចូលរួមការកសាងប្រទេស